គុណបងប្រុសដែលបានខមមិនក៏និយាយថា125ក៏ដូចគ្នាដែរសំខាន់អ្នកបើកបរគាត់ខមមិននៅលើវីដេអូដែលខ្ញុំនិយាយរឿងចង់សាកល្បងកម្លាំងហើយនឹងល្បឿនរវាង XR ហើយនឹង CS ហើយនឹង WR ឬមួយក៏ KX ឬមួយក៏កម្លាំងម៉ូតូផ្សេងៗដែលជាម៉ូតូត្រៃណាដែលកម្លាំង250ដូចគ្នាតាមពិតខ្ញុំចង់ឆ្លើយតបជាមួយនឹងបងប្អូនផ្សេងៗទៀតដែរថាករណីនៃការសាកល្បងកម្លាំងឬមួយល្បឿនហ្នឹងវាតាក់ទងជាមួយនឹងចំណុចទាំងអស់គឺ5ចំណុចចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងយើងស្មារតីរបស់យើងទឹកចិត្តរបស់យើងហ៊ានអត់អាហ្នឹងទី1សំខាន់ជាងគេហើយដូចយើងទៅប្រយុទ្ធនៅព្រំដែនហ្នឹងសំខាន់យើងហ៊ានអត់បើសិនតែយើងហ៊ានគឺខ្មាំងវាមិនហ៊ានជាមួយយើងទេតែបើសិនជាយើងចិត្តយើងមិនលួសទេអាហ្នឹងក៏យើងពិបាកក្នុងការទប់ទល់ដែរហ្នឹងទី1ហើយនឹងចំណុចទី2ពាក់ព័ន្ធជាមួយនឹងតិចនិចនិងបច្ចេកទេសបទពិសោធន៍យើងមានបទពិសោធន៍ជិះអាហ្នឹងអត់ហើយជិះហ្នឹងយើងធ្លាប់មានបទពិសោធន៍ប៉ុណ្ណាអត់ហើយយើងមានបទពិសោធន៍ជិះក្នុងក្រុងឬមួយក៏ជិះក្នុងព្រៃឬមួយក៏ជិះនៅក្នុងស្ថានភាពផ្លូវហ្នឹងអត់អញ្ចឹងបទពិសោធន៍ក្នុងការជិះក្នុងការដោះលេខដាក់លេខខែមហ្គាមូលហ្គាគឺត្រូវតែមានបទពិសោធន៍ព្រោះដោយសារតែតាមមូលមិនស្រួលកាច់មិនស្រួលបត់មិនស្រួលគឺដួលហើយដួលថ្នាក់ហើយអញ្ចឹងអាហ្នឹងចំណុចទី2ចំណុចទី3គឺវាពាក់ព័ន្ធជាមួយនឹងកម្លាំងម៉ាស៊ីនហេតុអីបានជាកីឡាករគេឲ្យខ្លាំងគីឡូដោយសារអីដោយសារតែគីឡូវាមានសារៈសំខាន់ក្នុងការប្រយុទ្ធក្នុងការប្រកួតអញ្ចឹងដើម្បីឲ្យការប្រកួតវាសក្តិដល់តែយើងនឹងខ្លាំងគីឡូឲ្យស្មើគ្នាកម្លាំងគីឡូឲ្យស្មើគ្នាសម្រាប់ម៉ូតូគឺកម្លាំង250ដូចគ្នាហើយយើងប្រើគ្រឿងដែលយើងមានសេនពីរោងចក្រដូចគ្នាហើយនឹងយើងអត់មានកែច្នៃអីដែលធ្វើឲ្យលក្ខណៈខុសលក្ខណៈបច្ចេកទេសឧទាហរណ៍ថាដូចជាដូរមញងឬមួយក៏ដូរកន្លែងចំណុចណាមួយដែលធ្វើឲ្យវាមានអត់មានភាពមិនស្មើគ្នាណាអញ្ចឹងចំណុចនេះគឺជាចំណុចទី3ហើយចំណុចទី4វាពាក់ព័ន្ធជាមួយនឹងស្ថានភាពផ្លូវដែរម៉ូតូខ្លះឥឡូវឧទាហរណ៍ថាម៉ូតូខ្ញុំដាក់អាកង់ហ្នឹងហើយបើយើងជិះទៅលើផ្លូវក្នុងព្រៃឬមួយក៏ផ្លូវក្នុងភពយើងជិះមិនទៅវិញខ្ញុំសារឲ្យពិបាកជិះណាបានតែផ្លូវក្រុងបានផ្លូវរត់ទេអញ្ចឹងការបើកបរហ្នឹងក៏យើងត្រូវមើលស្ថានភាពនៃម៉ូតូរបស់យើងដែរតើវាអាចរត់ផ្លូវណាបានទៅផ្លូវណារួចអញ្ចឹងណាបងហើយចំណុចទី5ចុងក្រោយនេះគឺចង់ផ្ដាំទៅបងប្អូនយើងទាំងអស់គ្នាថាកុំចង់សាកល្បងអីព្រោះយើងមិនមែនជាកីឡាករអាជីពមិនមែនជាអ្នកដែលយើងជំនាញខាងហ្នឹងណាព្រោះវាគ្រោះថ្នាក់វាបាត់បង់រាងកាយពិការឬមួយក៏បាត់បង់អាយុជីវិតទៅយើងមិនអាចទិញវាវិញបានទេព្រោះគឺធម្មតាលុយកាក់យើងអាចរកបានម៉ូតូយើងអាចទិញថ្មីបានប៉ុន្តែសម្រាប់ជីវិតរបស់យើងរកមិនបានហើយយើងទៅលេងសើចអីជាមួយនឹងអាការប៉ុណ្ណឹងឬមួយក៏ការប្រកួតប្រជែងហ្នឹងណាហើយកន្លងមកខ្ញុំនិយាយរឿងប៉ុណ្ណឹងរឿងអីហ្នឹងគ្រាន់តែចង់ជជែកលេងជាមួយបងប្អូនទេបើឲ្យខ្ញុំអនុវត្តជាក់ស្ដែងនោះខ្ញុំមិនហ៊ានទេខ្ញុំគ្រាន់តែចង់និយាយលេងជាមួយបងប្អូនអញ្ចឹងណាហើយហ្នឹងហើយសង្ឃឹមថាបងប្អូនយើងអ្នកដែលជិះម៉ូតូទាំងម៉ូតូតូចម៉ូតូធំម៉ូតូអូតូម៉ូតូស្ពណ៌ម៉ូតូត្រៃគឺយើងស្រឡាញ់រាប់អានគ្នាទៅយើងខ្មែរដូចគ្នាហើយអ្នកស្រឡាញ់ម៉ូតូដូចគ្នាចំណុចចុងក្រោយដែលខ្ញុំចង់បន្ថែមគឺសរុបទៅយើងកូនរបស់យើងស្រឡាញ់កូនយើងកូនគេយើងគេស្រឡាញ់កូនគេអញ្ចឹងណាតែយើងជិះម៉ូតូអីក៏ដោយយើងជិះម៉ូតូ XR ក៏ដោយយើងជិះម៉ូតូ CS ក៏ដោយយើងជិះម៉ូតូ WR ក៏ដោយយើងជិះ Scoopy យើងជិះអសង់យើងសរសើរតែម៉ូតូយើងបានណាសរសើរតែកូនយើងបានណាកុំប្រអាប់កូនគេថាម៉ូតូអ្នកនេះចេះអន់ចេះខ្សោយចេះអញ្ចឹងគេខឹងហើយធម្មតា
côn dương sờ lạnh côn kê sờ lạnh chẳng á chẳng xong tụi nộm po đau bom ôn dương cùng điềm đam cùng áp cùng thao cái này dương phút sao rồi bỏ dương tức hay dương cùng tập áp bỏ côn kế tụi bay côn kê mình cướp lẹ cái này có kê nó sờ lạnh này dương người chẳng được cái này chẳng á chẳng đầm bay cùng oi miên chủng lúa rồi mui miên cùng đông còn sắc rồi mui có khăn cái này ấy cung cái này ấy chẳng dương sờ lạnh cái này tóc không ai đi cái này hay xong rồi từ ngày đấy nhung mình miền ấy thế miền tập năng thế xong khăn bao bông ôn ở kia trôi chân rock an cái này xong chui cho nói bài đồ mùi mắm hay chui copy link mùi phóng và sân chia bên chất nhung đồng viên video xem trên chu nó cũng sắp bài được ở kia